ជាដំបូងសូមគោរពជំរាបសួរដល់អ្នកទាំងអស់គ្នាវិលមកជួបគ្នាសាជាថ្មីនៅថ្ងៃនេះខ្ញុំនឹងលើកយករថក្រោះរបស់ប្រទេសសៀមដែលជារថក្រោះដែលបានដាក់ពង្រាយនៅតាមព្រំដែនហើយត្រូវបានដកចេញនៅក្នុងកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃនៅពេលខាងមុខទៀតខ្ញុំនឹងព្យាយាមសិក្សាបានច្រើននៅលើអាវុធរបស់ប្រទេសចៅជិតខាងរបស់យើងដើម្បីឲ្យកងទ័ពយើងងាយស្រួលស្វែងយល់អំពីសភាពអាវុធដែលប្រទេសចៅនេះកំពុងប្រើប្រាស់រថក្រោះ M60A3 គឺជារថក្រោះប្រយុទ្ធដ៏សំខាន់របស់អាមេរិក M60 ដែលត្រូវបានបង្កើតឡើងក្នុងអំឡុងសង្គ្រាមត្រជាក់ដើម្បីកែលម្អកម្លាំងបាញ់ការការពារនិងប្រសិទ្ធភាពនៃការបាញ់វាត្រូវបានបង្ហាញនៅចុងទសវត្សរ៍ឆ្នាំ1970រថក្រោះ M60A3 មានបំពាក់ដោយកាណូនកាំភ្លើង 105 មីលីម៉ែត្រដែលផ្ទុកបានចំនួន 60 ទៅ 63 គ្រាប់កាំភ្លើងយន្តបាញ់គ្រាប់ 12.7 មីលីម៉ែត្រនៅលើដំបូលរថក្រោះកាំភ្លើង 7.62 មីលីម៉ែត្រចិត្តកាណូនកាំភ្លើងធំបំពាក់ដោយប្រព័ន្ធគ្រប់គ្រងការបាញ់បែបទំនើបរួមទាំង Ballistic Computer XM21 និង M103 ដែលជាប្រព័ន្ធជំនួយដល់ការបាញ់ចំគោលដៅឧបករណ៍ចាប់សញ្ញា Laser ANVVG2 Laser Rangefinder ក្នុងរយៈចម្ងាយ 5 គីឡូម៉ែត្រនិង ANVSG2 ជាប្រព័ន្ធ Thermal Camera ចាប់រូបភាពកម្ដៅសម្រាប់បង្កើនសមត្ថភាពប្រយុទ្ធនាពេលយប់និងប្រើប្រាស់គ្រប់ស្ថានភាពអាកាសធាតុប្រព័ន្ធម៉ាស៊ីនរបស់វាត្រូវបានបំពាក់ដោយម៉ាស៊ីនម៉ាស៊ូត Continental AVDF 1792V12 មានកម្លាំង750សេសដែលផ្ដល់ល្បឿនអតិបរមាប្រហែល48គីឡូម៉ែត្រក្នុង1ម៉ោងជាមួយមាត្ររបស់វាទម្ងន់50តោនប្រវែងប្រហែល 9.3 ម៉ែត្រទទឹង 3.6 ម៉ែត្រការអភិវឌ្ឍកំណែថ្មីដោយការពាសដែកនិងភាពអាចជឿជាក់លើរថក្រោះ M60A3 បានធ្វើឲ្យវាក្លាយជារថក្រោះ NATO មួយក្នុងចំណោមរថក្រោះ NATO ដែលប្រើប្រាស់យ៉ាងទូលំទូលាយបំផុតមុនពេលប្រើប្រាស់ដោយ M1 Abraham ប្រទេសជាច្រើនរួមទាំងប្រទេសថៃបន្តដំណើរកំណែអាប់ដេតនៃ M60AC ជាមួយនឹងប្រព័ន្ធគ្រប់គ្រងការបាញ់មានលក្ខណៈ Digital ប្រសើរឡើងនិងបច្ចេកវិទ្យាកំណត់គោលដៅថ្មីផ្ដល់ការថែទាំដល់រថក្រោះឲ្យប្រើប្រាស់បានយូរនិងធន់នឹងការប្រយុទ្ធប្រទេសថៃបានទិញរថក្រោះនេះប្រហែលជា125គ្រឿងពីសហរដ្ឋអាមេរិកជាចុងបញ្ចប់ហើយក៏សូមអរគុណដល់អ្នកទាំងអស់គ្នាដែលបានតាមដានស្ដាប់យ៉ាងយកចិត្តទុកដាក់